ប៉ុនដែលគេល្បីថាជាកម្ពុជាបច្ចេកវិទ្យានោះឥឡូវនេះបង្កើតបានដ្រូនដែលគេអាចបញ្ឆោតរន្ទះបាញ់ចូលទៅក្នុងអន្ទាក់រួចចាប់ដាក់នៅក្នុងទ្រុងបានហើយដោយមានមហិច្ឆតាខាងវាទុកដើម្បីបង្កើតជាធម្មពលអគ្គិសនីសម្រាប់ប្រើប្រាស់ជាអត្ថប្រយោជន៍ទៅថ្ងៃអនាគតទៀតផងនៅក្នុងមួយឆ្នាំរន្ទះបានបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារនិងផ្ដាច់ជីវិតមនុស្សអត់រើមុខរាប់ម៉ឺននាក់នៅទូទាំងពិភពលោកហើយនៅក្នុងប្រទេសជប៉ុនតែមួយគត់ការខាត់បងទ្រព្យសម្បត្តិដោយសារតែរន្ទះគឺមានរហូតទៅដល់1400លានដុល្លារនៅក្នុងមួយឆ្នាំឧបករណ៍ការពាររន្ទះគឺមានប្រើប្រាស់ជាយូរមកហើយប៉ុន្តែវានៅមានកម្រិតហើយមានដែនកំណត់នៅក្នុងការការពារមិនអាចការពារទីលានបាល់ទាត់ការពារតំបន់វាលការពារគោក្របីឬការពារកសិដ្ឋានផលិតអគ្គិសនីដែលប្រើថាមពលខ្យល់បានឡើយហេតុដូច្នេះហើយទើបក្រុមហ៊ុនជប៉ុន Nippon Telegraph and Telephone Corporation ដែលហៅកាត់ថា NTT បានខិតខំស្រាវជ្រាវរហូតបង្កើតបានដ្រូនដ៏ពិសេសដែលអាចហៅនិងបញ្ឆោតរន្ទះឲ្យចូលអន្ទាក់មិនឲ្យវាដើរបាញ់តាមអំពើចិត្តបានទៀតនោះឡើយដ្រូនចាប់រន្ទះនេះត្រូវបានក្រុមហ៊ុន NTT សាកល្បងដោយជោគជ័យនៅចន្លោះខែធ្នូឆ្នាំ2024ដល់ខែមករាឆ្នាំ2025ពលបើចង់ឲ្យកន្លែងដែលសម្បូររន្ទះបាញ់លេងស្គាល់ពាក្យថារន្ទះបាញ់តទៅមុខទៀតនោះគឺគ្រាន់តែដាក់ពង្រាយដ្រូននេះចាំស្ទាក់ចាប់ជាមុនពេលអាកាសធាតុមិនស្រួលគឺជាការស្រេចហើយវានឹងចាប់រន្ទះយកមកដាក់នៅក្នុងទ្រុងមិនឲ្យរួចនោះឡើយសូម្បីតែមួយក៏មិនរួចដែរបន្ទាប់ពីជោគជ័យនៅក្នុងជំហានមួយនេះក្រុមហ៊ុន NTT បានប្រកាសថាខ្លួននៅមានមហិច្ឆតាធំជាងនេះឆ្ងាយណាស់ពោលគឺឥឡូវកំពុងតែស្រាវជ្រាវបន្ថែមទៀតហើយដើម្បីស្តុករន្ទះបង្កើតជាធម្មពលអគ្គិសនីទុកប្រើប្រាស់តែម្ដងបើជ្រុលជាវាបាញ់ឲ្យកុំឲ្យខាតសូមបញ្ជាក់ថានៅក្នុងមួយឆ្នាំមានរន្ទះបាញ់ចំនួន1400លានដងនៅទូទាំងពិភពលោកហើយបើមហិច្ឆតាបន្ទាប់ពីក្រុមហ៊ុន NTT សម្រេចបានដោយបំណងមែនវានឹងបង្កើតបានធម្មពលអគ្គិសនីរហូតទៅដល់300 ទេវ៉ារ៉ាត់ម៉ោងដែលស្មើទៅនឹង 1.5% នៃអគ្គិសនីប្រើប្រាស់ទូទាំងពិភពលោក